ការបងប្រាក់មិនចាំបាច់បងទាំងអស់ទេបងប្អូនបងដំណាក់កាលបានហើយអាហ្នឹងចាំឆាតមកប្រអប់សារបុគ្គលិកបងនឹងផ្ដល់ព័ត៌មានបន្ថែមអតិថិជនទាំងអស់គ្នាប្រហែលចង់ស្ដាប់អំពីសេវាកែសម្ផស្សដែលមានការបងដំណាក់កាលបទពិសោធន៍បងរយៈពេល1ឆ្នាំចុងក្រោយនេះអតិថិជនគឺគាត់ទទួលបានជោគជ័យមានន័យថាការបងប្រាក់មិនចាំបាច់បងទាំងអស់ទេបងប្អូនបងដំណាក់កាលបានហើយអាហ្នឹងចាំឆាតមកប្រអប់សារបុគ្គលិកបងនឹងផ្ដល់ព័ត៌មានបន្ថែមហើយអ្នកដែលស្គាល់ដុកទ័ររ៉ាស៊ីដឹងហើយបងកែសម្ផស្សអតិថិជនបងធានាផ្ដល់ភាពស្រស់ស្អាតសុវត្ថិភាពប្រណិតភាពកែឲ្យសមនឹងផ្ទៃមុខហើយបើមានបញ្ហាគឺបងផ្ដល់ដំណោះស្រាយដែលត្រឹមត្រូវបំផុតសម្រាប់អតិថិជនដោយអត់មានបោកប្រាស់ទំនុកចិត្តទេយើងនឹងព្យាយាមធ្វើមិនឲ្យគាត់ចំណាយលុយតែម្ដងទទួលបានចំហថ្មីមួយដែលស្អាតសុវត្ថិភាពដោយមិនបាច់ចាំបាច់ខ្លាចថាលោកគ្រូខ្ញុំលើកគេថាកែចំហហើយថ្ងៃក្រោយខូចចំហត្រូវធ្វើលុយលើកទី2ទី3អស់លុយច្រើនជាងនឹងខ្ញុំចង់ប្រាប់បងប្អូនថាកែជាមួយខ្ញុំស្គាល់ខ្ញុំជាអ្នកណាហើយបងប្អូនតាមដានស្នាដៃខ្ញុំរយៈពេល7ឆ្នាំចុងក្រោយនេះបងប្អូនដឹងហើយអតិថិជនខ្ញុំស្អាតសុវត្ថិភាពសម្រស់វិញគឺលុបទទួលយកបានស្អាតរបៀបធម្មជាតិអត់ខ្ពស់ពេកអត់ទាបពេកប៉ុន្តែអតិថិជនត្រូវដឹងថាក្នុងវិស័យសុខាភិបាលក្នុងវិស័យពេទ្យនេះវាអត់មានអី 100% ទេវាអាចមានបញ្ហាកើតឡើងជាយថាហេតុដូចជាការឆ្លងរោគអីជាដើមប៉ុន្តែសួរថាខាងបងដោះស្រាយមកជាមួយអតិថិជនបងចង់ប្រាប់ថាដំណោះស្រាយពីខាងបងគឺបងអត់មានគិតលុយអតិថិជនសូម្បីតែ$1មួយកាក់មួយសេនបន្ថែមបងព្យាយាមធ្វើមិនទទួលលុយគាត់តែលើកដំបូងហើយបងនឹងព្យាយាមផ្ដល់ដំណោះស្រាយឲ្យគាត់គ្រាន់តែបងសុំគាត់ផ្ដល់ការតាមដានជាមួយគ្រូពេទ្យឲ្យទៀងទាត់កុំឲ្យថាវះកាត់ហើយបាន6ខែ1ឆ្នាំហើយអូយខ្លាចចិត្តពេទ្យអត់ហ៊ានទាំងឆាតមកពេទ្យទេមានការអីសង្ងំខ្លួនឯងដោះស្រាយខ្លួនឯងនេះគឺជាមិនមែនវិធីល្អទេបងចង់ប្រាប់អតិថិជនទំនុកចិត្តពីខាងដុកទ័ររ៉ាស៊ីគឺផ្ដល់អតិថិជនរយៈពេលយូរ5ឆ្នាំ10ឆ្នាំអូនឯងឆ្ងល់ឲ្យមិនយល់អីអូនឯងឆាតមកក្រុមការងារបងឆាតមកបងផ្ទាល់បងស្វាគមន៍ជានិច្ចពីព្រោះអូនបងស្រីបងប្រុសបានផ្ដល់លុយកែសម្ផស្សជាមួយខ្ញុំហើយអញ្ចឹងខ្ញុំអត់ត្រូវទំនួលខុសត្រូវខ្ញុំគឺខ្ញុំថែរក្សាបងប្អូនថែរក្សាជាមួយបងប្អូនឲ្យបានស្អាតសុវត្ថិភាពនឹងនេះគឺជាចំណុចពិសេសដែលបងប្អូនមកកែសម្ផស្សមួយដុកទ័ររ៉ាស៊ីហើយត្រូវដឹងថាការកែសម្ផស្សនៅពេលដែលយើងនិយាយហើយយើងធ្វើអត់បានវាជាការបោកប្រាស់ទំនុកចិត្តអតិថិជនកន្លែងហ្នឹងឯងដែលបងប្អូនទៅកែសម្ផស្សខុសហើយគាត់អត់មានដំណោះស្រាយនេះគឺជាការបោកប្រាស់ទំនុកចិត្តមួយប៉ុន្តែពីខាងបងទៅបងព្យាយាមផ្ដល់ឲ្យអតិថិជនគឺគាត់នឹងទទួលបានទំនុកចិត្តខ្ពស់ដែលមិនមែនជាការបោកប្រាស់អញ្ចឹងបងប្អូនកែសម្ផស្សដោយទំនុកចិត្តហើយខាងបងនេះគឺសម្រួលច្រើនមែនតើដោយសារអីបងដឹងថាអតិថិជនក៏គាត់មិនមានលុយគ្រប់គ្នាដែរអ្នកខ្លះគាត់ចង់ស្អាតប៉ុន្តែគាត់មានថវិកាកំណត់អញ្ចឹងបងក៏អាចមានវិធីមួយគឺមានថាបងក៏ចង់បានរូបភាពពីអតិថិជនយកធ្វើការផ្សព្វផ្សាយលើ page បងដែរអញ្ចឹងយើងគ្រាន់តែធ្វើការផ្ដោតបែបហ្នឹងបងក៏អនុញ្ញាតឲ្យអតិថិជនបងដំណាក់កាលបងក៏អាចចុះតម្លៃឲ្យអតិថិជនបងក៏អាចកែឲ្យគាត់បានក្នុងតម្លៃមួយដែលគាត់អាចមានន័យថាលៃលកបានតែបងសុំរូបភាពសុំវីដេអូពីអតិថិជនវិញពីព្រោះអីការកែសម្ផស្សនេះបងប្អូនដឹងហើយនៅតាមបណ្ដាញសង្គមភាគច្រើនអ្នកដែលបោកប្រាស់ទំនុកចិត្តគឺពួកគាត់ព្យាយាមយកតែរូបស្អាតពីណាពីណីមកយកមកផ្សព្វផ្សាយក្នុងតម្លៃមួយទាបបំផុតបងប្អូនអ្នកកែសម្ផស្សធ្លាប់ជួបប្រទេសកន្លែងនោះបងប្អូនអាច comment ខាងក្រោមបានគឺគេដាក់តម្លៃទាបគេដាក់រូបភាពស្អាតពេលបងប្អូនទៅដល់គឺមិនមែនតម្លៃប៉ុណ្ណឹងទេគឺតម្លៃថ្លៃជាងហ្នឹងហើយមួយទៀតស្អាតដល់ពេលកែមានបញ្ហាលេសទី1ទី2ទី3ហើយទាលុយថែមទៀតហើយកែឡើងខូចចំហអស់ចឹងកន្លែងហ្នឹងបងចង់បញ្ជាក់ថាវាជាការបោកប្រាស់ទំនុកចិត្តមួយដែរចឹងបងប្អូនត្រូវធ្វើការសិក្សាឲ្យបានច្បាស់លាស់ពីគ្រូពេទ្យកែសម្ផស្សគាត់ឈ្មោះអ្វីគាត់ជាគ្រូពេទ្យឯកទេសមែនអត់ clinic គាត់តើរូបភាពដែលយកមកបង្ហាញនោះជារូបភាពរបស់គាត់មែនអត់អតិថិជនគាត់ដែលគាត់បង្ហាញហ្នឹងស្អាតថ្ងៃដំបូងហ្នឹងតើ3ខែ6ខែ1ឆ្នាំ5ឆ្នាំក្រោយគឺស្អាតមែនអត់សុវត្ថិភាពមែនអត់ឬក៏វាស្អាតតែថ្ងៃកាត់ចេះហ្នឹងហើយ3ខែ6ខែ1ឆ្នាំក្រោយចំនួនហ្នឹងត្រូវមានបញ្ហាធ្លុះត្រូវដោះត្រូវដូរមិនថាគាត់ប្រើផលិតផលអីទេឆ្អឹងជំនីឆ្អឹងត្រចៀកឆ្អឹងកញ្ចូនគូតគាត់ប្រើស្បែកក្បាលយកមកធ្វើគាត់ប្រើកកតិចគាត់ប្រើស៊ីលីកូនតម្លៃថ្លៃតម្លៃថោកគឺមិនថាតម្លៃមួយណាគឺបងប្អូនត្រូវមើលលទ្ធផលរបៀបដែលលោកគ្រូប្រាប់នឹងបងប្អូនសិក្សាអស់ពីជំនាញរបស់ដុកទ័រពីស្នាដៃរបស់គាត់ហើយមួយទៀតពីទំនុកចិត្តដែលគាត់ផ្ដល់ឲ្យបងប្អូននៅពេលដែលបងប្អូនទទួលបានប៉ុណ្្នឹងហើយតម្លៃថ្លៃតម្លៃថោកបងប្អូនសំលុយបានទេបងប្អូនតកែជាមួយលោកគ្រូនឹងទៅបងប្អូននឹងទទួលបានអ្វីដែលគាត់សន្យានឹងប៉ុន្តែបើបងប្អូនទៅទាំងអត់ស្គាល់បងប្អូនគេសន្យាឲ្យធ្វើអត់បានហើយខុសហើយបងប្អូននៅតែទៅម្ដងទៀតបងជឿថាវានៅតែខុសដដែលអញ្ចឹងហើយពីបញ្ហាចំនួននេះអតិថិជនគុំមានជំនឿថាចំនួនតកែ2 3 4 5ដងមិនស្អាតតាមពិតវាអត់ទេចំនួនហាក់កែ2 3ដង4 5ដងស្អាតដោយសារវាកែខុសដល់ពេលកែខុសត្រូវតកែឡើងវិញទៅរងបានស្អាតហ្នឹងគឺ2 3ដងតាមពិតណាចំនួនបើយើងធ្វើត្រូវតិចនិចអតិថិជនថែទាំរបួសបានល្អ
cứ caចំពោះលើកដំបូងហ្នឹងគឺជាការចំពោះទៅរហូតរបស់បងប្អូនដោយមិនចាំបាច់មិនចាំបាច់ដោះដូរមិនចាំបាច់ចំណាយលុយលើកទី2លើកទី3លើកទី4ទេនេះជាអ្វីដែលខ្ញុំស្មោះត្រង់ខ្ញុំចែករំលែកបទពិសោធន៍ក្នុងនាមជាវិជ្ជបណ្ឌិតឯកទេសជនជាតិខ្មែរមួយរូបហើយខ្ញុំសង្ឃឹមថាបងប្អូនមានទំនុកចិត្តលើគ្រូពេទ្យជនជាតិខ្មែរឲ្យបានច្រើនជាងគ្រូពេទ្យបរទេសដោយសារជនគ្រូពេទ្យបរទេសបងប្អូនត្រូវដឹងថាបងប្អូនកែហើយមានបញ្ហាគ្មានអ្នកណាមកទទួលខុសត្រូវទេបងប្អូននឹងចំណាយលុយលើកទី2ទី3តែបើបងប្អូនកែមួយជនជាតិខ្មែរបងប្អូនគ្រប់គ្រងស្នាដៃគ្រូពេទ្យក៏គ្រប់គ្រងសេដ្ឋកិច្ចក្នុងស្រុកដែរហើយបងប្អូនទទួលបានទំនុកចិត្តខ្ពស់មែនទែនពីការកែជាមួយគ្រូពេទ្យឯកទេសជនជាតិខ្មែរពិតប្រាកដក្នុងបណ្ដាញសង្គមនៅតាម clinic ល្បីៗបងប្អូនស្គាល់ហើយខ្ញុំជឿថាបងប្អូនស្គាល់គ្រូពេទ្យខ្មែរដែលគាត់មានជំនាញដែលគាត់ល្បីដែលគាត់ធ្វើមកស្នាដៃល្អអញ្ចឹងបងប្អូនមើលទៅស្រឡាញ់មួយណាទៅមួយនឹងអរគុណ